សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ Job Cambodia ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញរបៀបណែនាំខ្លួននៅពេលសម្ភាសន៍ការងារជាភាសាអង់គ្លេសដោយសារមានគ្នាយើងមួយចំនួនក៏អត់ទាន់ដឹងថាតើការណែនាំខ្លួននៅពេលសម្ភាសន៍ការងារគេនិយាយយ៉ាងម៉េចទេគេចាប់ផ្ដើមពីចំណុចណាចូលទៅចំណុចណាហើយគេលើកព័ត៌មានអីខ្លះដើម្បីណែនាំខ្លួនគូផ្សំនៅពេលសម្ភាសន៍គាត់មានការភ័យអារម្មណ៍ភ័យហើយនឹងសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសនៅមានកម្រិតទៀតចឹងធ្វើឲ្យគាត់ជួបការលំបាករហូតដល់អ្នកខ្លះនិយាយអត់ចាញ់គាត់នៅគាំងនៅនឹងតែម្ដងដូច្នេះហើយបានជានៅក្នុងវីដេអូនេះខ្ញុំរៀបចំរួចជាស្រេចនៅទម្រង់នៃការណែនាំខ្លួនជាភាសាអង់គ្លេសនៅពេលសម្ភាសន៍ការងារដោយទាំងអស់គ្នាគ្រាន់តែយកទៅបដូរឈ្មោះបដូរទីកន្លែងកំណើតបដូរមុខវិជ្ជាសិក្សាឈ្មោះសាកលវិទ្យាល័យហើយនឹងបទពិសោធន៍ internship ដែលយើងធ្លាប់បានធ្វើហើយនឹងមុខតំណែងដែលយើងកំពុងតែដាក់ពាក្យហ្នឹងអញ្ចឹងយើងអាចយកទៅនិយាយបានហើយតាមគំរូនេះមុនចូលទៅមើលរបៀបគេណែនាំខ្លួនជា detail សូមទាំងអស់គ្នាជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូល្អៗជាច្រើនទៀតពី Job Cambodia បើមានសំណួរសូមសរសេរនៅក្នុង comment ខ្ញុំអូខេឥឡូវយើងចូលទៅមើលឧទាហរណ៍គំរូអញ្ចឹងនៅពេលដែលអ្នកសម្ភាសន៍គេឲ្យយើងណែនាំខ្លួននៅពេលសម្ភាសន៍អញ្ចឹងចំណុចដែលយើងអាចនិយាយបានគឺយើងមើលគំរូរបស់គេនេះGood morning, sir or madam. First of all, thank you for giving me this opportunity to introduce myself. My name is your full name. I am from your hometown province and currently I am living in Phnom Penh. I graduated my bachelor degree in your major at university in Chia. For my experience as a fresh graduate, I have successfully completed my 6-month internship as position title with company name. During my internship, I am responsibility number 1, responsibility number 2, responsibility number 3, and last responsibility. And I perform other duty assigned by supervisor. As a person, I am flexible, reliable, self-motivated, and hardworking.Now I am looking for full-time job as an HR admin officer to develop myself in this exciting career path. ឥឡូវយើងបកប្រែទាំងអស់គ្នា Good morning sir or madam អរុនសួស្តីលោកឬក៏អ្នកស្រី First of all, thank you for giving me this opportunity to introduce myself. ជាដំបូងខ្ញុំសូមអរគុណដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានណែនាំខ្លួន My name is your full name. ខ្ញុំឈ្មោះហើយយើងដាក់ឈ្មោះពេញរបស់យើងមក I am from your hometown province and currently I am living in Phnom Penh ខ្ញុំមកពីខេត្តអញ្ចឹងកន្លែងនេះយើងដាក់ខេត្តរបស់យើងមកពីខាងណាកំពង់ចាមកំពង់ធំអញ្ចឹងយើងដាក់មកបាទហើយខ្ញុំបច្ចុប្បន្ន currently បច្ចុប្បន្នកំពុងតែរស់នៅក្នុងទីក្រុងភ្នំពេញខ្ញុំបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររបស់ខ្ញុំនៅមុខជំនាញអញ្ចឹងមុខជំនាញរបស់យើងដាក់កន្លែងនេះមកAccounting, Finance, Business Management ណា Marketing, IT យើងដាក់មក Add នៅឯនេះដាក់ឈ្មោះសាកលវិទ្យាល័យមកបាទ University ឧទាហរណ៍ ABC University in អញ្ចឹងកន្លែងនេះដាក់ឈ្មោះមកដល់ដាក់ឆ្នាំមកឧទាហរណ៍ថា in 2020បាទនៅក្នុងឆ្នាំ2020អញ្ចឹងតា For my experience as fresh graduate, I have successfully completed my 6-month internship as position title with company name សម្រាប់បទពិសោធន៍របស់ខ្ញុំក្នុងនាមជានិស្សិតទើបតែបញ្ចប់ការសិក្សាខ្ញុំបានបញ្ចប់ internship រយៈពេល6ខែដោយជោគជ័យបាទជាមុខតំណែងជាអញ្ចឹងយើងកន្លែងនេះយើងដាក់មុខតំណែងយើង internship ជាអីជា finance assistant ជា HR ជា admin ជា IT យើងដាក់កន្លែងនេះមកណាបាទ with company name ជាមួយនឹងក្រុមហ៊ុនអញ្ចឹង with ABC company ជាមួយនឹងក្រុមហ៊ុន ABC ហើយបន្តទៀត during my internship ក្នុងកំឡុងពេលដែលខ្ញុំធ្វើ internship ខ្ញុំទទួលខុសត្រូវបាទការទទួលខុសត្រូវទី1ការទទួលខុសត្រូវទី2ការទទួលខុសត្រូវទី3ហើយនិងការទទួលខុសត្រូវចុងក្រោយបាទអញ្ចឹងមានន័យថាកន្លែងនេះគឺយើងធ្វើ internship នឹងយើងធ្វើគេឧទាហរណ៍យើង copy ឯកសារយើងជួយរៀបឯកសារយើងជួយណាត់បេក្ខជនឲ្យមកសម្ភាសអញ្ចឹងទៅបើ IT ឧទាហរណ៍យើង install Windows យើង install printer យើងកំចាត់មេរោគអញ្ចឹងណាភ្ជាប់មកទៀត and I perform other duty assigned by supervisor
ហើយខ្ញុំធ្វើការជាទូនាទីមួយចំនួនទៀតដែលចាត់ចែងដោយ supervisor អញ្ចឹងកន្លែងហ្នឹងបើសិនជា supervisor ដាក់ supervisor មកបើ manager ដាក់ manager មកបើថា HR manager HR supervisor accounting supervisor អញ្ចឹងអាចដាក់បានណាតាមភាពជាក់ស្ដែងដែលយើងទៅ internship ហ្នឹង As a person I am flexible reliable self motivated and hardworking ខ្ញុំជាមនុស្សflexible មានការបត់បែន reliable ដែលអាចពឹងពាក់បាន self motivated ចេះលើកទឹកចិត្តខ្លួនឯងហើយនឹងខំប្រឹងធ្វើការ hard working ឥឡូវនេះខ្ញុំកំពុងតែស្វែងរកការងារពលពេញម៉ោងធ្វើជាអញ្ចឹងយើងដាក់មកយើងចង់ធ្វើផ្នែកអីដាក់ផ្នែកហ្នឹងមកដើម្បីអភិវឌ្ឍខ្លួនខ្ញុំនៅក្នុង career path ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ career path បើសិនជាបកតាមពាក្យមានន័យថាផ្លូវនៃអាជីពរបស់យើងអញ្ចឹងមានន័យថាយើងជ្រើសរើសយក career path អីហើយយើងធ្វើការពីចំណុចចាប់ផ្ដើមរហូតដល់ចំណុចខ្ពស់អញ្ចឹងទៅឧទាហរណ៍យើងជ្រើសរើសយក career path ជាផ្នែកធនធានមនុស្សអញ្ចឹងយើងអាចចាប់ផ្ដើមពីជំនួយការធនធានមនុស្សទៅជា officer បន្តមកទៀតទៅជា senior officer ទៅជា supervisor ទៅជា manager ទៅជា head HR អញ្ចឹងទៅបាទហើយបើសិនជាយើងយក career path ជា finance អញ្ចឹងយើងអាចចាប់ផ្ដើមពី internship ផ្នែក finance ពី assistant ផ្នែក finance ទៅជា officer ទៅជា supervisor រហូត manager រហូតទៅដល់ CFO អញ្ចឹងទៅអាហ្នឹងហើយគេហៅថា career path សរុបមកវិញមានន័យថាជា field ជាផ្នែកមួយដែលយើងជ្រើសរើសហើយយើងចាប់ផ្ដើមធ្វើការពីចំណុចទាបឡើងរហូតដល់ចំណុចខ្ពស់តំណែងខ្ពស់ឥឡូវបន្ទាប់ពីយើងបានមើលទម្រង់នៃការណែនាំខ្លួននៅពេលសម្ភាសជាភាសាអង់គ្លេសហើយដែលខ្ញុំដាក់ជាចន្លោះដើម្បីឲ្យយើងពពេញហ្នឹងឥឡូវយើងមកមើលឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ឥឡូវបេក្ខជននេះឈ្មោះសុកតារាអញ្ចឹងចុះអញ្ចឹងគាត់អាចចាប់ផ្ដើមនិយាយថា Good morning sir or madam First of all thank you for giving me this opportunity to introduce myself my name is Sok Dara I am from Kampong Cham province and currently I am living in Phnom Penh I graduated my bachelor degree in business management at ABC University in 2019 for my experience as a fresh graduate, I have successfully completed 6-month internship as HR admin with ABC Company Co Ltd. During my internship, I assisted HR team to prepare effective employees filing, prepare job application, make appointment with candidates for their job interview, and I perform other duties assigned by HR supervisor.As a person, I am flexible, reliable, self-motivated, and hardworking. Now, I am looking for a full-time job as HR admin officer to develop myself in this exciting career path. អញ្ចឹងនឹងយើងគ្រាន់តែយកទម្រង់មកជំនួសឧទាហរណ៍ឈ្មោះយើងដាក់ឈ្មោះពេញមកទីកន្លែងកំណើតរបស់យើងដាក់មកខេត្តកំពង់ចាមអញ្ចឹងទៅហើយយើងរៀនផ្នែកអីបញ្ញាបត្រផ្នែកគេផ្នែក business management អញ្ចឹងកន្លែងក្រហមហ្នឹងសិតតែខ្ញុំជំនួសណារៀននៅឈ្មោះសាលាអីយើងដាក់ឈ្មោះសាលាមកហើយបញ្ចប់ការសិក្សានៅឆ្នាំណាតាក់ទងទៅនឹងបទពិសោធន៍កន្លែងនេះយើងនឹងស្អីមកហើយអញ្ចឹងយើង internship ប្រហែលខែអញ្ចឹងយើងដូរមកនេះបាទហើយ internship ហ្នឹងផ្នែកអីគេបាទយើងដាក់មកហើយ internship នេះនៅក្រុមហ៊ុនណាការយើងចុះ internship ហ្នឹងនៅក្រុមហ៊ុនណាឬក៏បទពិសោធន៍យើងធ្វើការហ្នឹងនៅក្រុមហ៊ុនណាហើយនេះកំឡុងពេល internship កន្លែងនេះខ្ញុំមកដាក់ក្រហមដោយសារវាច្រើនពេកអញ្ចឹងយើងអាចមើលនេះអញ្ចឹងកំឡុងពេល internship គេធ្វើអីអញ្ចឹងនេះគឺជា responsibility គេបាទគេជួយរៀបចំឯកសារបុគ្គលិកនេះទី1ណាបាទហើយ prepare job application រៀបចំ CV រៀបចំអីដែលបេក្ខជនគេដាក់មកហ្នឹងអញ្ចឹងអានេះគឺជាការទទួលខុសត្រូវទី2ហើយ make appointment with candidate នេះបាទរៀបចំការណាត់ជួបជាមួយបេក្ខជនដើម្បីសម្ភាសន៍នេះគឺជាការទទួលខុសត្រូវទី3អញ្ចឹងទៅអញ្ចឹងបើសិនជាយើងមាន3ដាក់3មកមាន4ដាក់4ហើយយើងក្បៀសអញ្ចឹងមកហើយអាច perform other duty នេះបាទជាទម្រង់ស័ព្ទនេះអញ្ចឹងអ្នកណាអ្នកគ្រប់គ្រងយើងនៅពេលយើង internship ហ្នឹងយើង report ទៅអ្នកណាអ្នកមើលការខុសត្រូវទៅលើការងារ internship របស់យើងអញ្ចឹងយើងដាក់អ្នកហ្នឹងមកជា HR supervisor ឬក៏ HR manager អញ្ចឹងទៅណាបាទហើយអានេះគឺជា flexible គឺជាអីហ្នឹងយើងអាចថែមថយខ្លួនឯងទៅហើយអ្វីដែលសំខាន់នេះ
ឥឡូវយើងកំពុងតែស្វែងរកការងារអីគេអញ្ចឹងយើងចង់ធ្វើការងារផ្នែក HR admin យើងដាក់ HR admin មកយើងចង់ធ្វើផ្នែក IT យើងដាក់ IT អញ្ចឹងទៅផ្នែក finance ដាក់ finance អញ្ចឹងទៅណាបាទដើម្បី develop career path អញ្ចឹងទៅអូខេឥឡូវអញ្ចឹងរបៀបការណែនាំខ្លួននៅពេលសម្ភាសន៍ការងារជាភាសាអង់គ្លេសខ្ញុំមានប៉ុណ្ណឹងហើយទាំងអស់គ្នាអាចយកទៅហើយកែតាមកំហមនេះទៅឬក៏អាចថែមថយ clear ខ្លួនអីថែមទៀតបានដោយសារការណែនាំខ្លួនគេមានច្រើនវិធីមានតែមួយវិធីហ្នឹងឯងអញ្ចឹងអាចផ្សេងគ្នាហើយកែច្នៃទៅតាមកម្រិតនៃបទពិសោធន៍របស់យើងទម្រង់នេះគឺភាគច្រើនគឺស័ក្តិសមជាមួយនឹងបេក្ខជនដែលមិនទាន់មានបទពិសោធន៍ច្រើនបើសិនជាអ្នកដែលមានបទពិសោធន៍ហើយអាចកែច្នៃឲ្យដាក់វាឲ្យមើលទៅរៀងជ្រៅជាងនឹងតិចទៀតអញ្ចឹងយើងអាចប្រើបានដូចគ្នាទេអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះហើយបើសិនជាយល់ថាវីដេអូនេះមានប្រយោជន៍ដល់យុវជនឬក៏សិស្សនិស្សិតរបស់យើងឬក៏អ្នកស្វែងរកការងារធ្វើផ្សេងទៀតអញ្ចឹងសូមចុច Subscribe ដាក់រូបកណ្ដឹងម្នាក់មួយហើយបើមានសំណួរសូមសរសេរនៅក្នុង Comment ខ្ញុំនឹងឆ្លើយគ្រប់សំណួរទាំងអស់នៅក្នុង Comment របស់ YouTube អរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះជួបខ្ញុំនៅក្នុងវីដេអូក្រោយៗទៀត